ឃើញផ្លែតរ៉ែនបែបនេះបងប្អូនកុំច្រឡំថាសៀមរាបឬក៏កំពតនេះគឺជាស្រុកសំឡូតបងប្អូនខេត្តបាត់ដំបងយើងនឹងឯងបងប្អូនដែលមានបំណងចង់ទៅលេងស្រុកសំឡូតនៅខេត្តបាត់ដំបងនារដូវខែភ្លៀងក៏ដូចជាខែតរ៉ែនបែបនេះបងប្អូនអាចតាមដានវីដេអូរបស់ខ្ញុំបានសូមស្វាគមន៍បងប្អូនមកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីខ្ញុំបានធ្វើដំណើរចេញពីប៉ោយប៉ែតទៅបងប្អូនចេញទៅពីម៉ោង7 ព្រឹកអញ្ចឹងហើយនេះគឺជាទស្សនវិជ្ជានៅតាមដងផ្លូវឆ្ពោះទៅកាន់ស្រុកសំឡូតរបស់យើងនឹងឯងបងប្អូនបាទទស្សនវិជ្ជាពិតជាត្រជាក់ហើយស្រស់ស្រាយខ្លាំងមែនទែនទស្សនវិជ្ជាបែបនេះគឺមិនងាយទេបងប្អូនអាចឆ្លៀតឱកាសបានគឺខ្ញុំចង់ណែនាំឲ្យបងប្អូនទៅខ្លាំងមែនទែនទស្សនវិជ្ជាបែបខៀវបៃតងទស្សនវិជ្ជាធម្មជាតិស្រូបយកខ្យល់ដែលគ្មានជាតិគីមីពិតជាស្រស់ស្រាយខ្លាំងមែនទែនបងប្អូនទៅដល់ទីនោះហើយបន្ទាប់ពីយើងធ្វើដំណើររយៈពេលជាង3ម៉ោងក្រោយមកយើងក៏បានមកដល់ចំការទុរេនបងប្អូនគឺមកដល់ចំការទុរេនហើយនៅខេត្តសំឡូតបងប្អូនគឺទុរេនពិតជាស្រស់ខ្លាំងមែនទែននៅទីនេះបងប្អូនអាចមើលបានគឺកាន់ហើយបន្ទាប់ពីនោះក៏ខ្ញុំបានដើរចូលទៅលេងចំការទុរេនរបស់គាត់នៅខាងក្រៅផ្ទះផងដែរបងប្អូនពិតជាធំខ្លាំងមែនទែនដើមទុរេននៅទីនោះហើយក៏កាន់ចិត្តអស់ផងដែរបងប្អូនអញ្ចឹងបងប្អូនចង់សាកល្បងនៅទុរេនរបស់អ្នកខេត្តសំឡូតបងប្អូនអាចរកបាននៅរដូវនេះបានគឺមានរយៈតែ2ខែប៉ុណ្ណោះតាមអ្វីដែលខ្ញុំសួរចាស់ចំការនៅទីនោះហើយបន្ទាប់ពីយើងដើរទស្សនាចំការទុរេនមួយសន្ទុះមកយើងក៏បានពុះទុរេនចំនួន1ផ្លែធំផងដែរបាទគឺថា30គីឡូខ្លាំងមែនទែនសម្រាប់ទុរេនបន្ទាប់ពីយើងចេញពីចំការទុរេនឥឡូវនេះយើងមករកកន្លែងស្នាក់នៅបាទនៅការព្រៃរីសតនឹងឯងអត់ទៅណាឆ្ងាយទេបងប្អូនហើយយើងក៏មើលទេសភាពនៅចិត្តនឹងគឺថាខៀវស្ងាត់តែម្ដងបងប្អូនអត់អីពាក់បងប្អូនយើងជិះម៉ូតូមកហើយយើងពាក់បើចឹងក៏តាំងបាក់ទឹកចឹងតមកឥឡូវនេះភ្លៀវមកភ្លៀវផ្លេចពីគេទេសភាពមើលតែទេសភាពទៅដឹងហើយថាវាកម្រិតណាអញ្ចឹងណាអញ្ចឹងនិយាយឲ្យនិយាយទៀតចង់ឲ្យបងប្អូនទៅមែនតែនកុំឲ្យរំលងមួយឆ្នាំមានតែម្ដងទេរដូវកាលបែបនេះទី1គឺទុរេនទី2គឺធម្មជាតិបងប្អូនអញ្ចឹងកុំអាក់ខាននេះសោះនៅស្រុកសំឡូតរបស់យើងនឹងឯងនេះគឺជាពេលល្ងាចបងប្អូនបាទពេលល្ងាចហើយយើងក៏ឡើងទៅរងចាំបាទស្រស់ស្រូបអាហារពេលល្ងាចនៅខាងលើមួយជាន់ទៀតអញ្ចឹងណាគឺមានពីរជាន់ណោះហើយទេសភាពមួយជាន់ទៅមួយជាន់យើងមើលមកក្រោមកាន់តែស្រស់ស្អាតបងប្អូនហើយនេះយើងធ្វើដំណើរឡើងទៅខាងលើបងប្អូនអាចមើលខាងឆ្វេងដៃបានគឺបបួលកូនស្រីអ៊ំទៅមើលពពកហោះប៉ុន្តែអត់មានពពកទេបងប្អូនបាទមានតែពេលព្រឹកហ្នឹងងើបអត់តាន់ទៀតគឺមានតែត្រឹមម៉ោង4ម៉ោង5ឯនឹងឯងបានឃើញពពកអញ្ចឹងហើយយើងគេងងើបរៀងព្រលឹមរៀងម៉ោង6 7ហ្នឹងគឺអត់មានពពកមើលទេតែនេះគឺជាពេលល្ងាចបងប្អូនបាទហើយមិនហ្នឹងនិយាយទៅកាន់ពេលព្រឹកបាត់ទៅហើយឥឡូវយើងមកនិយាយរឿងពេលល្ងាចរបស់យើងវិញចាប់ផ្ដើមហូបអាហារពេលល្ងាចយើងនៅឯការព្រៃរីសតនៅខាងសំឡូតដែរបងប្អូនបាទឥឡូវចង់ភៅបងអញឥឡូវយើងមើល view លេងសន្តិនេះខាងក្រោយអូកប់ទៅមកជីវិតមានបានដល់មកសំឡូតកប់ដែរស្អាតបងប្អូនជិះពេលទៅនៃពីការងារអាចមកលេងហ្នឹងមាន fresh ឥឡូវនេះយើងឈានចូលដល់ថ្ងៃទី2ហើយបងប្អូនក្រៅព្រឹកឡើងគឺស្រូបយកខ្យល់ធម្មជាតិមួយដង្ហើមគឺពិតជាស្រស់ស្រាយខ្លាំងមែនទែននៅតំបន់នេះគឺតង់សសបែបហ្នឹងគឺ$115បងប្អូនបាទគេងបានគ្នា2នាក់អញ្ចឹងរៀងធូរថ្លៃដែរទេបងប្អូនអាចទៅលេងបានណានៅខាងផ្កាព្រៃរីសតនៅខាងសំឡូតរបស់យើងនឹងឯង
ហើយអ្វីដែលផ្លេចមិនបាននោះគឺយានជំនិះរបស់ខ្ញុំអាពណ៌សរបស់ខ្ញុំនេះគឺអាសំណប់តែម្ដងគឺជូនខ្ញុំទៅដល់ទីណាក៏បានដែរឲ្យតែខ្ញុំចង់ទៅព្រឹកឡើងមើលជាមអីចឹងណាហើយសម្រាប់ព្រឹកនេះយើងក៏បានឡើងទៅខាងលើម្ដងទៀតដើម្បីថតយកវីដេអូពេលព្រឹកម្ដងហើយនៅទីនោះគឺមានមនុស្សគាត់ឡើងទៅលេងច្រើននាពេលព្រឹកបាទស្រស់ស្រាយខ្លាំងហើយងាកទៅខាងឆ្វេងដែរក៏ឃើញផ្កាត្របែកព្រៃបាទរះលើកំពូលភ្នំពិតជាស្រស់ស្អាតខ្លាំងមែនតើបន្ទាប់មកយើងបញ្ចប់វីដេអូនៅផ្កាព្រៃ Resort យើងចូលមកខាងស្ទឹងក្រញូងវិញម្ដងបងប្អូននៅខាងស្រុកសំឡូតដូចគ្នាកន្លែងនេះក៏ល្បីដែរបងប្អូនអាចទៅលេងបានមិនជាឆ្ងាយប្រហែលទេចេញពីផ្កាព្រៃ Resort ទៅជិះប្រហែលជាខ្ទង់20នាទីអីប៉ុណ្ណឹងឯងបងប្អូនគឺទៅដល់ហើយសម្រាប់កន្លែងស្ទឹងក្រញូងបែបនេះក្តារទីបងប្អូនដោយសារតែគឺបាត់ថ្ងៃបងប្អូនមកដល់ចឹងនេះនៅអូសំឡូតមកក្នុងព្រៃខ្ជាប់I'm going with you, I know we'll get to the other side. Sinking in, I know this feels right. Catching a crazy love, moving through me like a wildfire, like a wildfire. Tật bạc kê của emបន្ទាប់ពីយើងបានបញ្ចប់វីដេអូនៅខាងស្ទឹងក្រញូងឥឡូវនេះយើងបន្តដំណើរទៅមួយកន្លែងទៀតបងប្អូនកន្លែងនេះគឺស្អាតខ្លាំងបងប្អូនបាទនៅខាងក្រៅវត្តតែម្ដងខ្ញុំទៅតាម TikTok ដែរទេបាទហើយយើងក៏ធ្វើដំណើរទៅតាមផ្លូវឃើញការកងោកឬស្គូស្គីតាមផ្លូវវាធ្វើឲ្យអារម្មណ៍របស់យើងវា refresh ខ្លាំងណាបងប្អូនយើងណាត់គ្នាមកនឹងគោលដៅរបស់យើងមានតែមួយទេគឺមករកត្រេនញ៉ាំនៅខាងសំឡូតនឹងឯងប៉ុន្តែមកដល់យើងនៅសល់ពេលរៀងច្រើនដែរអញ្ចឹងហើយកុំឲ្យខាតពេលយើងក៏រិះរកកន្លែងដែលកំសាន្តផ្សេងៗនៅក្នុងស្រុកសំឡូតអញ្ចឹងណាបងប្អូនបាទពីមួយកន្លែងទៅមួយកន្លែងគឺថាកាន់ទៅកាន់តែសប្បាយកាន់តែស្គាល់ពីធម្មជាតិបានច្រើនហើយវា fresh ខ្លាំងណាបងប្អូនហើយនេះជាកន្លែងដែលខ្ញុំមកបាទកន្លែងទី3បាទសម្រាប់យើងចេញពីផ្កាព្រៃ Resort ចេញពីខាងស្ទឹងក្រញូងឥឡូវនេះមកដល់ខាងផ្លូវវត្តមាសថ្មីបងប្អូនដែលគេល្បីដែរកន្លែងនេះគឺវ៉ាវវាជូរម៉ែបងប្អូនបាទបងប្អូនអាចថ្ងៃសៅរ៍ថ្ងៃអាទិត្យបងប្អូនអត់ដឹងទៅណាបងប្អូនអាចទៅ relax កន្លែងនេះបានបងប្អូនវាជាកន្លែងដែលស្ងប់ស្ងាត់ហើយក៏ស្ងប់ចិត្តផងដែរព្រោះអីនៅទីនោះមានទាំងវត្តមានទាំងទេសភាពដែលអាចជួយឲ្យអារម្មណ៍របស់យើងបានធូរស្រាលពីទុក្ខកង្វល់ផ្សេងៗនៅខាងទេសភាពនៅខាងក្រៅវត្តនេះផងដែរបងប្អូនខាងក្រៅវត្តមែនប៉ុន្តែទេសភាពមិនបាច់និយាយទេគឺកប់ស្រីតែម្ដងបងប្អូនហើយនេះយើងបានចេញមកវិញហើយយើងថតកាត់ដែរទេបងប្អូនបាទហើយនេះគឺជាផ្លូវដែលយើងឆ្ពោះទៅកាន់ខាងស្ពានដែលគេល្បីណាយើងឆ្លងទៅខាងរតនមណ្ឌលអីចឹងទៅបងប្អូនបាទយើងធ្វើការជិះទៅលេងឆ្លងស្ពាននៅបន្តិចហើយវីដេអូយើងជាចុងក្រោយគឺយើងមកចប់នៅកន្លែងនេះឯងបងប្អូនបាទហើយសូមអរគុណបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំបាទរហូតដល់ចប់ជាចុងក្រោយសូមអរគុណបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាបាយបាយ